វេលាព្រឹកនេះខ្ញុំបានចុះមកប្រមូលផលជាមួយនឹងលោកគ្រូម្ចាស់ផ្ទះដែលនៅខាងទីរួមខេត្តតាកែវបងប្អូនណាហើយផ្ទះនេះលោកគ្រូជំរាបសួរលោកគ្រូដែរបាទលោកគ្រូផ្ទះនេះមានអាយុកាលប្រហែលឆ្នាំហីផ្ទះខ្ញុំនេះចាប់ពីយើងធ្វើមកមានអាយុកាល3ឆ្នាំជាងហើយអូ3ឆ្នាំជាងហើយហើយសម្រាប់ទិន្នផលវិញលោកគ្រូប្រមូលបានក្នុងមួយខែប្រហែលដែរមួយខែយើងប្រមូល2ដងហើយមួយក្នុងមួយខែយើងបានប្រហែលគីឡូដែរមួយខែយើងប្រមូលបានពី3គីឡូទៅ3គីឡូកន្លះអូគួរសមលោកគ្រូណាហើយតែលោកគ្រូទំហំប្រហែលដែរយើងបានប្រមូលបានមួយខែពី3គីឡូជាងដល់ទំហំផ្ទះខ្ញុំនេះ8គុណនឹង16អូខេណាហើយលោកគ្រូចេះខ្ញុំចង់សួរចំណាប់អារម្មណ៍លោកគ្រូបន្តិចមុនពេលដែលលោកគ្រូសម្រេចចិត្តរៀបចំផ្ទះលោកគ្រូហ្នឹងទៅជាផ្ទះជាកម្មតើផ្ទះលោកគ្រូជាប្រភេទផ្ទះយ៉ាងម៉េចហើយលោកគ្រូសម្រេចចិត្តយ៉ាងណាបានកាត់ផ្ដាំកែច្នៃទៅផ្ទះជាកម្មបាទអរគុណហើយផ្ទះខ្ញុំនេះជាន់លើនេះខ្ញុំទុកចោលទេទំនេរអញ្ចឹងដល់ចេះតែមើលទៅឃើញเพจរបស់ខាងសុធាចន្ទានេះគាត់ជាអ្នកសាងសង់វិស័យជាកម្មចំជាកម្មនេះអញ្ចឹងខ្ញុំក៏គិតយូរដែរមិនមែនតែគិតព្រាមធ្វើព្រាមទេដល់អញ្ចឹងយើងគិតទៅក៏ហៅគាត់មកពិភាក្សាគ្នាសិនណាតែឥឡូវយើងធ្វើមិនអីមិនអញ្ចឹងណាបានផលអត់ឬមិនអញ្ចឹងក៏ខ្ញុំតំណងខាងសុធាចន្ទានេះឲ្យគាត់មករៀបចំទៅបាទហើយលទ្ធផលបានគួរសមដែរបាទមកដល់ពេលនេះយើងថាសត្វជាកម្មក៏បានផ្លាស់ប្ដូរជីវភាពលោកគ្រូថាមួយខែបើយើងគិតទៅវាជា$1000នោះណាបាទអញ្ចឹងថាសប្បាយចិត្តមែនទេសូមខ្ញុំជាអ្នកបច្ចេកទេសខ្ញុំសប្បាយចិត្តជាមួយលោកគ្រូដែរណាអញ្ចឹងសម្រាប់វិស័យជាកម្មលោកគ្រូគាត់ជាម្ចាស់ផ្ទះផ្ទាល់អញ្ចឹងគាត់ដឹងពីរបៀបដែលធ្វើឲ្យផ្ទះគាត់នឹងអាចដំណើរការបានហើយមានចំណូលបានដោយសារផ្ទះគាត់នៅកណ្ដាលក្រុងហ្មងបងប្អូនណានៅកណ្ដាលក្រុងដូនកែវហ្មងបាទផ្ទះគាត់ហ្នឹងគឺអ្នកជុំវិញគឺផ្ទះច្រើនមែនទែនបងប្អូនណាអញ្ចឹងបងប្អូនកុំខ្លាចហ្នឹងយើងធ្វើផ្ទះទៅមានការលំបាកយើងមានវិធីសាស្ត្ររបស់លោកគ្រូអ្នកបងប្អូនណាដំបូងយើងបើកតិចស៊ាំនេះទៅមើលតែគាត់តាក់ចិត្តខាងគាត់នេះតិចយើងថយតិចមកមើលគាត់យើងលួចថែមបន្តិចទៅណាហ្នឹងហើយអូខេលោកគ្រូអញ្ចឹងនេះមើលឃើញថាសបុកផ្ទះលោកគ្រូច្រើនមែនទែនលោកគ្រូការថែទាំមិនដែរលោកគ្រូគឺយើងត្រូវរៀបចំមិនជាបទពិសោធន៍សម្រាប់បងប្អូនយើងការថែទាំដូចមានជាការលំបាកហ្មងទេណាសំខាន់យើងមើលថាកឡាតសត្វដែលមកខាងនេះមានកឡាតកដោតកែណែហើយអាសត្វខ្លាយស្រាក់មានទុយហ្នឹងបាទយើងមើលអាហ្នឹងបាទតបមកទៀតយើងសម្អាតមុខវានេះមុខវាអញ្ចឹង2ខែ3ខែតាមសត្វយើងតិចច្រើនទៀតណាសត្វយើងច្រើនតែ2ខែត្រូវសម្អាតហើយបាទលោកហើយមួយទៀតអាទឹកសំណើមយើងនេះទឹកយើងសាមើលចុះអាសិនទឹកនេះជួនកាលវាខូចដែរបាទវាបើក24ម៉ោងវាចេះបើកខូចអញ្ចឹងវាអាចខូចហ្នឹងហើយយើងមើលអាហ្នឹងបាទអញ្ចឹងសំខាន់យើងមើលបច្ចេកទេសមិនសំខាន់អ្នកបច្ចេកទេសនេះយើងម្ចាស់ផ្ទះយើងត្រូវតាមដានទាំងអស់គ្នាមានការអីដូចជាមានបញ្ហាដូចជាដាច់អំភ្លីដាច់កុងតាក់ទ័រថាមើលអីហ្នឹងយើងតាក់ទងទៅមួយខាងចែកទេសវិញអញ្ចឹងក្រៅពីការងារផ្សេងការសម្អាតថែទាំសត្វអីហ្នឹងយើងត្រូវរៀបចំណាហ្នឹងហើយយើងរៀបចំនៅខ្លួនឯងហើយមានការអីតាក់ទងជាមួយនឹងអ្នកបច្ចេកទេសឲ្យជាប់បាទអូខេអញ្ចឹងលោកគ្រូមានមតិអីផ្ដាំផ្ញើទៅបងប្អូនដែលមានផ្ទះនៅខាងលើហើយទុកទំនេរចោលបាទហើយចង់ចិញ្ចឹមមុខរបរចិញ្ចឹមសត្វជាកម្មនេះលោកគ្រូមានជាមតិផ្ដាំផ្ញើសម្រាប់បងប្អូនបាទឥឡូវខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់ដែលចាប់អារម្មណ៍ទៅលើផ្នែកវិស័យវិទ្យាកម្មនេះហើយបើសិនជាមានផ្ទះយើងទុកទំនេរចោលនៅជាន់លើអញ្ចឹងគួរណាស់តែយើងរៀបចំវាជាចំណូលមួយចំណែកយើងគ្រាន់តែរៀបចំហើយទៅជាចំណូលរបស់យើងហ្នឹងអញ្ចឹងហើយចង់រៀបចំអីតាក់ទងមកសុធាចន្ទាអញ្ចឹងខាងគាត់ហ្នឹងគាត់ចុះជួយយើងជាប់ជាប្រចាំហ្មងអត់លេងដៃចោលទេព្រោះខ្ញុំបាននិយាយតាំងពីដើមគាត់មុនដែរគាត់កាន់ដៃយើងរហូតទៅយើងហ្នឹងបានជោគជ័យបាទផលល្អអូខេចឹងអរគុណច្រើនលោកគ្រូណាអរគុណច្រើនសម្រាប់ការផ្ដល់ទំនុកចិត្តដល់ក្រុមការងារសុធាចន្ទាហើយយើងនឹងបន្តរីកចម្រើនជាមួយគ្នាតទៀតណា